នេះគឺជាសាររឿងនៃអេពីសូតទី18ភាគបន្តរបស់យើងកញ្ញាម្នាក់នឹងនាងក៏និយាយទៅកាន់តាចាស់ហានក៏ជឿនៃពេលនេះពួកយើងទាំងពីរបានចំណាយពេលនៅក្នុងការរងចាំយូរទៅហើយតើគាត់ប្រកាសដែរថាពួកគេប្រកាសជាធ្វើដំណើរមកកាន់ទីនេះតាហានក៏បន្តថាជ្រើលើងភ្នំយូរ៉ូវាក៏ជាផ្លូវតែមួយគត់នៅក្នុងការធ្វើដំណើរទៅកាន់ទីតាំងនៃទីក្រុងលឹងយិនបន្ទាប់ពីនិយាយចលងពួកគេក៏បានមកដល់ទីនេះចយីក៏បន្តថាធ្វើដំណើរប្រហែលជាកន្លះយាមទៀតតែប៉ុណ្ណោះប្រកាសជាធ្វើដំណើរទៅកាន់យូហោហើយនាងក៏លើសូថានៅក្នុងទីក្រុងយូហោមានស្រាគួយហោពិតជាមានភាពល្បីល្បាញណាស់បន្ទាប់ពីទៅដល់នាងក៏នៅសាយអស់ចិត្តតែម្ដងចាងឡាងគេក៏បន្តទៅកាន់ចយីថាលើកនេះនាងក៏ត្រូវទៅសងនៅអ្វីដែលនាងបានចម្ពាក់គេកុំឲ្យដូចជាលើកមុនឯសោះនាងក៏សន្យាថានឹងជួយបងថ្លៃឲ្យគេប៉ុន្តែយ៉ាងក្រោយគេក៏ជាអ្នកចាញ់ដែរនាងក៏បន្តថាលើកនោះក៏ដូចសារទៅវាបថយប្រឋានពេកប៉ុន្តែលើកនេះកុំភ័យនាងក៏មានអប្រាក់ច្រើនណាស់ចំណែកជ្រូកបន្តពីវាហាត់ចលងវាក៏ចាប់ផ្ដើមប្រាប់ទៅកាន់ចាងហានថាមើលទៅក្នុងចលងជួបភ្នំនេះហាក់ដូចជាមាននៅចំហាយបីសោចនិយាយក៏មិនទាន់ផុតផងស្រាប់តែនេះពេលនោះបរិយាកាសមាននៅការប្រែប្រួលចាយីនាងក៏ពិតជាមានការចម្លែកចិត្តមែនតែនចំណែកចាងឡាងគេក៏បានត្រៀមឆាត់ជាការស្រេចនៅរំពេចនោះស្រាប់តែមានការរំជួយចាងហានក៏ប្រាប់ទៅកាន់ពួកគេប្រយ័ត្នគណៈនោះក៏មានពួកវ័យបានតបាក់ទៅកាន់ចាងឡាងបណ្ដាលគេកិច្ចស្រាប់ពេលខ្យល់ក៏បានគួចឆាត់ហោះឡើងទៅលើដោយទាំងគេទៅទៀតហើយនេះគេក៏បានស្រែកជំទាវពេលពេញនឹងឯងប៉ុន្តែវាក៏មិនទាន់ចាប់ទេពួកវ័យនៅតែបន្តសម្ដៅទៅរកគេនៅក្នុងការចង់លេបត្របាក់នឹងឯងវាក៏បានហាមាត់ប៉ុន្តែក៏សំណាងនេះពេលនេះឈីពីងនាងក៏រហ័សប្រើស្ទាតដាវទៅកកចាប់ការទៅកាន់ពោះចលងបណ្ដារាងកាយរបស់វាមានការកកទៅហើយបន្ទាប់ពីនេះឆ្នេះហើយប្រាដាញើមកគេក៏ស្រកជល់តែនៅក្នុងការយកនៅចាំងឡាំងកិច្ចអំពីមាត់របស់ពោះដោយបឋមចរយីនាងក៏បានត្រៀមណាយននៅក្នុងការវាយប្រហារប៉ុន្តែត្រូវបានវាប្រើកន្ទុយវត្តប៉ាងកៅសម័យទៅហើយនេះពេលនោះចាំងហាងគេក៏មកជួយទប់រួយក៏បន្តប្រើប្រាស់ស្នៀតកំបិតរបស់គេចាប់ការទៅកាន់ពោះបណ្ដាវារលាយទៅជាផ្សែងអស់តែចរយីក៏បន្តថាសត្វបីសាច់ដែលមាននៅលំដាប់ទី3វាក៏អាចស្មើទៅនឹងមនុស្សដែលមានជំនាញអាណាចក្រសានហើយទៅហើយហើយដូច្នេះវាពិតជាងាយស្រួលនៅក្នុងការសម្លាប់វាទេកុំចាញ់បោកវាអីសោះដែលជ្រូកក៏បន្តថាសត្វពស់មួយក្បាលនេះវាក៏ជាសត្វដែលមានឈ្មោះថាពស់សមរៈវាក៏ជាសត្វបិសាចស្ថិតនៅក្នុងចំណោមបិសាចទាំង27ដែលបានកត់ត្រានៅក្នុងបញ្ជីចង្ក្រានសត្វមិឃារួយវាក៏បានប្រាប់ទៅកាន់ចាងហានថាវាពិតជាត្រូវការលិហិតបិសាចមួយនេះចាងហានបន្តទៅលើគេក៏គិតបន្តិចនៅពេលនោះស្រាប់តែមានការវាយប្រហារបន្តទៀតហើយនេះចាងឡាងគេក៏បានប្រើប្រាស់នយន្តរបស់គេនៅក្នុងការបោះជាខាការពារប៉ុន្តែការវាយប្រហារវាពិតជាខ្លាំងពេកបណ្ដាលឲ្យខាការពាររបស់គេពិតជាមិនអាចទប់ជាប់ឡើយហើយដូច្នេះនៅពេលនេះមានទៅពឹងលើសមត្ថភាពនៅក្នុងការកិច្ចចលឡើងនឹងឯងបន្ទាប់ពីកិច្ចចលងហើយចយីក៏បានស្រែកហៅថាអ្នកណាគេដែលបានត្រាំទៅលើវាយប្រហារដោយសម្ងាត់បើខ្លាំងពិតមែនឆាបបង្ហាញនៅវត្តមានមកបន្ទាប់មកកញ្ញានឹងនាងក៏ចេញទៅឲ្យពួកគេឃើញទៅជាមួយនឹងការនិយាយថាប្រាស់ដែលចាំងហាននៃពេលនេះយើងក៏បានជួបគ្នាម្ដងទៀតហើយយ៉ាងម៉េចបន្ទាប់ពីខានជួបគ្នាយល់មាននឹងអាចារ្យដែរទេចយីក៏បានស្អីថាតើនរណាក៏ជាប្អូនប្រុសនាងតែកុំចាំព្យាយាមចូលមកចិត្តពួកយើងឲ្យសោះចាំងហានក៏និយាយថាអូតាមពិតគឺជានាងសោះដោយនាងក៏បន្តថាការពីលើកមុនឯងបានវាយប្រហារជ័យឲ្យស្លាប់រួចក៏បានដាក់មេព្រុយបាត់សមោឆេងដូច្នេះហើយពេលនេះអាចារ្យក៏សុំទូទាត់បញ្ជីឲ្យចយីសួរចាំងហានតើលើកស្គាល់គេមែនទេចាំងហានប្រាប់ថាកញ្ញាម្នាក់នឹងហើយដែលបានវាយប្រហារគេនៅក្នុងទីក្រុងហងឹតរួយក៏បានសួរទៅកាន់កញ្ញានឹងថាតើជាវាយរបស់នាងនៅណាទៅបញ្ញាហៅគេចេញមកព្រោះតែខ្ញុំមិនចង់វាយស្រីទេម្យ៉ាងក៏ដោយសារតែនាងមិនជាដៃគូរបស់ខ្ញុំឡើយនាងបន្តពីលឺហើយក៏បន្តថាអីយ៉យមិនក៏អួតសបើម៉េះសំបីតែពោះបិសាចសមោរបស់ខ្ញុំលោកក៏មិនអាចចាប់ការបានផងបែរជាហ៊ាននិយាយពាក្យទាំងអស់នេះដោយកញ្ញាចក៏បន្តថាអ្នកដាក់មីងឈប់និយាយតែប៉ែច្រើនទៅបានទេនាងបន្តពីលឺហើយខឹងមែនតែនតើនាងហៅនរណាគេមីងចយីក៏បន្តថាអ្នកមីងឯងហ្នឹងដែលចាស់ជាងគេនៅទីនេះនាងខឹងមែនតែនក៏បន្តថាក្មេងស្រីសំអុយសំបីតែកម្លាំងធាតុធំដូចជាយើងក៏គ្មានវាក៏មិនខុសពីអ្វីដែលគ្មានតម្លៃបែរជាមិនសិទ្ធនិយាយនៅទីនេះចយីបន្តពីគេដៀលហើយស្លឹងមើលទៅកាន់រូបរាងកាយក៏ពិតជាដូចសម្ដីរបស់គេថាមែននាងក៏ពិតជាខឹងមែនតែនក៏លីអញួរសរុបចូលទៅស្រ័យថាតើអ្នកមីងឯងនិយាយថាម៉េចនាងក៏បន្តថាអហោមើលទៅកាន់កាយវិការរបស់នាងខឹងទៅមិនត្រឹមតែមានកម្លាំងធាតុតូចតែប៉ុណ្ណោះទេបែរជាមិនសូវមាននៅបញ្ញានៃការកើតទៀតដោយនាងគ្រាន់តែកវាដៃមកផាយតែប៉ុណ្ណោះចយីក៏ត្រូវបានបាត់ចេញពីទីនេះរួយក៏បន្តនិយាយទៅកាន់ចង្ហានថាប្អូនប្រុសហានៃពេលនេះឯងគួរតែបានដឹងហើយថាចែមានអារម្មណ៍ល្អទៅលើឯងតែម្នាក់តែប៉ុណ្ណោះចង្ហានកលេចទៅមើលគ្នារបស់គេមិនត្រឹមតែចយីតែប៉ុណ្ណោះទេបាត់ទាំងអស់តែម្ដងរួយក៏បានសួរទៅកាន់នាងថាតើពួកគេទៅណាអស់ទៅនាងក៏បន្តនិយាយថានៅពេលនេះពួកយើងទាំងពីរបាននៅជាមួយគ្នាទៅពីរនាក់ហើយហើយដូច្នេះហើយកំចាំបាច់និយាយអំពីមនុស្សគ្មានគេឈ្មោះទាំងអស់នោះទេចង្ហានក៏បន្តថាក្រុមរបស់ពួកនាងកាលពីនៅក្នុងទីក្រុងងងឹតបានប្លន់ពួកយើងជាបន្តមកទៀតនាងក៏ពិសោធន៍នៅតសញ្ញាណរបស់ចាំងឡាងជាមួយនឹងអ្វីទាំងអស់នេះតើនាងមានចេតនាអ្វីទេនាងក៏បន្តថាអត់ចង់ប្រាប់ទុកឲ្យឆ្ងល់ក៏បញ្ជាវិសាចពោះស្រមោវាយប្រហារទៅកាន់ចង្ហានគេក៏កិច្ចនឹងកលាំងជន់ពលិខ្នងរបស់វាចលងជាមួយនឹងការប្រាណកំបិតស្នៀតរបស់គេ
ចាប់ការទៅកាន់រាងកាយរបស់វាចលឡើងផាច់ហើយសែងជប់ប៉ុន្តែទៅបីយ៉ាងណាក៏ដោយមើលទៅហាក់ដូចជាវាមិនចេះងាប់ទេបើការវាយប្រហារបន្ថែមទៀតបណ្ដាជាងហានក៏បានប្រើប្រាស់ល្បិននៅក្នុងការកេញនិងក៏ដូចជាការប្រើនៅកំបិតស្នៀតឈរទៅលើរាងកាយរបស់វាជាបន្តទៀតទោះបីជាយ៉ាងនេះវានៅតែមានជីវិតរស់ឡើងវិញហើយដូច្នេះនាងក៏បន្តប្រាប់ថាយល់ឲ្យជាងហានឈប់តស៊ូចុះចាញ់តែជាមួយនឹងមុខមាត់សង្ហារបស់ឯងនេះវាពិតជាស័ក្តិសមជាមួយនឹងចែដល់ហើយបើមិនយល់តោះទេអាចជាសំភ្លុកបានដែរទេជាហានក៏បន្តថាវាពិតជាងាយស្រួលពេកហើយនៅក្នុងការនិយាយពាក្យទាំងអស់នេះចាំជាឯងវាយឈ្នះខ្ញុំសិនទៅចាំគិតគូរតាមក្រោយបន្តពីឃើញកម្លាំងរបស់ចង្ហានមានការឡើងនាងក៏ហាក់ដូចជាមានការចម្លែកចិត្តប៉ុន្តែមិនថាទៅវិជាយ៉ាងណាក៏ដោយនាងក៏ចង់ដឹងថាតើគេខ្លាំងប៉ុណ្ណាទេប្រើជាមួយនឹងច្រវាក់វាយប្រហារទៅកាន់ចង្ហានគេក៏បានកិច្ចឬក៏បន្តប្រើពោះដេញចាក់ទៅកាន់ចង្ហានបណ្ដាលឲ្យគេកិច្ចចោះឡើងបន្តពីគេចឡើងស្រាប់តែបាត់ដានរបស់គេទៅហើយនាងក៏មានការឆ្ងល់នៃពេលដូចចង្ហានក៏មកពីក្រោយប្រាប់ថាចែខ្ញុំនៅខាងក្រោយក៏ចាប់ផ្ដើមប្រើប្រាស់នៅក្តាប់ដៃវាយទៅកាន់ចែនៅមួយដៃបណ្ដាលនាងប៉ងកៅសម៉ែតមិនថាយ៉ាងណានាងនៅតែមិនអីនៅតែបន្តនិយាយថាហើយយ៉ាប្អូនប្រហាមើលទៅកាន់ឯងហាក់ដូចជាមិនតាន់ដឹងអំពីរបៀបនៅក្នុងការសភាប្រៀបផ្សាយជាមួយស្ត្រីសោះឯងដឹងទេឯងបានវាយប្រហារចែដូច្នេះអាចឲ្យពេលជាមានការជួយចាំមែនតែនចង្ហានក៏តថាហើយយ៉ាចែនេះគេហៅថាវាយស្រឡាញ់នាងក៏ស្រែកទាំងកំហឹងថាក្មេងមកពីយើងក៏នៅបកស្បែករបស់ឯងចាំទៅមើលទៅក៏ចាប់ផ្ដើមបញ្ជាពោះវាយប្រហារមកនៅពេលនេះធានយន្តក៏បានប្រាប់ទៅកាន់ចង្ហាននាងក៏រកឃើញនៅចំណុចសោយរបស់ពោះនេះហើយដែលវាស្ថិតនៅក្នុងក្បែរបំពង់ករបស់វានឹងឯងហើយដូច្នេះចង្ហានចាប់ផ្ដើមបញ្ចេញស្នៀតកំបិតរបស់គេតែមួយឆ្វាច់តែប៉ុណ្ណោះទេក៏បានកាត់ក្បាលរបស់ពោះជាពីរតែម្ដងនៅពេលនោះរាងកាយរបស់វាត្រូវបានលេងអស់ទៅបន្សល់ទុកតែស្នូលរបស់វាតែប៉ុណ្ណោះឬក៏បង្ហាញទៅកាន់កញ្ញាម្នាក់នឹងនាងក៏មាននៃការភ័យមែនទែនពេលចំណឹកស្មានថាចង្ហានមានកម្លាំងខ្លាំងបែបនេះដល់ចង្ហានក៏បានប្រាប់ថាហើយយ៉ាចែមានរឿងជាច្រើនទៀតដែលចែមិនទាន់ដឹងអំពីខ្ញុំនាងក៏កាន់តែមួម៉ៅប្រើប្រាស់នៅល្បិននៅក្នុងការវាយប្រហារប៉ុន្តែចង្ហានល្បិនរបស់គេលះជាងនាងក៏បានថេលផតទៅខាងក្រោយប្រើប្រាស់នៅកំបិតស្នៀតរបស់គេចាក់ទៅកាន់រាងកាយរបស់នាងធ្លុះទៅហើយបណ្ដានាងក៏មានការជឿចាប់ខ្លាំងមែនទែនជាមួយនឹងការជេរថាក្មេងថោកទាបលេងចាក់ពីក្រោយរួយក៏បានជម្រាបលាទៅចង្ហានក៏បានអរគុណដល់ការជេររបស់នាងអញ្ចឹងបន្តពីកម្ចាត់នាងហើយធានយន្តក៏បានប្រកូននៅរបស់មួយទៅឲ្យគេបន្តពីចង្ហានធ្វើការបំបែកនៅរបស់មួយនេះហើយមាននៅចំហាយនៅក្នុងការក្បួខ្មាញ់បង្កើតជាបិសាចអរិយស្អីទេវាក៏បានហៅថាលោកមិនចោនៃពនុស្រាប់តកែភ្នែករបស់ចង្ហានមានការផ្លាស់ប្ដូរមួយផ្លែតដោយធានយន្តក៏បានសរសើរទៅកាន់គេថាឯងនេះពេលនេះមិនត្រឹមតែទទួលបាននៅផ្កាយ8តែប៉ុណ្ណោះទេបានជាទទួលបាននៅធម៌ពលអរិយទៀតដោយបន្តមកគេក៏បានចែកអំពីការបង្កើតទាំងអស់នេះបណ្ដាអ្នកគ្រប់គ្នាដែលរងចាំនៅខាងក្រៅមានការបារម្ភមែនទែនដែលចងយីក៏បានសួរទៅកាន់គេក៏បានប្រាប់ថាមិនអីទេចាងឡាងក៏បន្តប្រាប់ទៅកាន់ចង្ហានថាចងយីពេជ្រមានការបារម្ភទៅលើគេមែនទែននៅពេលដែលគេបានចំនៅក្នុងការបង្កើតនាងក៏ព្យាយាមប្រើប្រាស់ណាយួរនៅក្នុងការបំផ្លាញប៉ុន្តែក៏មិនអាចធ្វើការទម្លុះចូលខាងក្នុងបានហើយដូច្នេះនាងគេមានតែការខាងស្ទើរតែបំផ្ទុះទីនេះទៅហើយចងយីក៏បន្តថានៅបើសិនជាឯងមិននិយាយក៏គ្មានអាណាគេថាឯងក៏ទេឈីពីងក៏បន្តថាទៅវិជាកញ្ញាម្នាក់នឹងគ្មាននៅអាណាចក្រខ្ពស់ក៏ដោយប៉ុន្តែការបង្កើតរបស់នាងពេជ្រមានលក្ខណៈស្មុគស្មាញវាមិនងាយនៅក្នុងការបំបាយទេដោយចង្ហានប្រាប់ទៅកាន់ពួកគេថានៅពេលនេះអស់អីហើយពួកយើងបន្តដំណើរទៅនៅពេលដែលពួកគេចាក់ចែងស្រាប់តែសាកសពរបស់កញ្ញានឹងក៏ប្រែជាមេមបាវអញ្ចឹងបន្តពីមិនអាចកម្ចាត់ចង្ហានបានបណ្ដោយតាហានមានការក្តៅក្រហាយមែនទែនហើយក៏ស្រស់ពេជ្រជាមួយគ្នាបសោតទី18ក៏ស្លេះកន្លែងនឹងឯងជាចឹងក្រោយក៏សូមអរគុណសម្រាប់ការគាំទ្រនៅការទស្សនាវីដេអូបដាមដែលចាប់បើចូលចិត្ត like comment វីដេអូម្នាក់មួយអ្នកមកថ្មី subscribe ឬបើសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីអធិស្ឋានបើសិនជាមាននៅកន្លែងណាខុសឆ្គងពីសំណាក់ពី admin មេប៉ាក់លុយ9ក៏សូមអរគុណនិងសូមជម្រាបសួរបាយបាយ